រៀបសួរអ្នកខ្ញុំឈ្មោះឆៃហានរៀនថ្នាក់ទី10នៅថ្ងៃណាក៏ខ្ញុំចង់ខ្លាចជាអ្នកគ្រូពេទ្យហើយខ្ញុំជាជនរងគ្រោះដែលត្រូវពូធ្វើបាបហើយត្រូវម៉ាក់ខ្ញុំក៏យកទៅឲ្យអ្នកចិត្តខាងហើយឥឡូវហ្នឹងខ្ញុំចង់មកចែកម្លែកពីអារម្មណ៍របស់ខ្ញុំហើយអារម្មណ៍ដែលខ្ញុំបានមកដល់ប្រទេសស្វីដំបូងហ្នឹងខ្ញុំនៅក្នុងអង្គការត្រូវអ្នកម៉ាក់ស្មាលីបានផ្ដល់ឱកាសឲ្យខ្ញុំមកដល់ប្រទេសស្វីដោយសារការខិតខំប្រឹងប្រែងនិងមានបងប្អូននៅក្នុងមណ្ឌលបានបោះឆ្នោតឲ្យខ្ញុំជាប់ខ្លាយជា leader រយៈពេល4ឆ្នាំហើយខ្ញុំរស់នៅក្នុងអង្គការរយៈពេល6ឆ្នាំហើយឥឡូវហ្នឹងខ្ញុំបានមកដល់ប្រទេសស្វីហើយពេលដែលម៉ាក់ប្រាប់ខ្ញុំថាឈីហានឆ្នាំក្រោយខ្លួនឯងត្រូវទៅប្រទេសស្វីសខ្ញុំពិតជាមានអារម្មណ៍ហើយរំភើបខ្លាំងមែនតើហើយខ្ញុំគិតថាម៉ាក់គ្រាន់តែប្រាប់ខ្ញុំឲ្យខ្ញុំមានកម្លាំងធ្វើការនិងខិតខំប្រឹងប្រែងរៀនសូត្រធ្វើជាក្មេងល្អអញ្ចឹងទៅខ្ញុំអត់ជឿដំបូងខ្ញុំអត់ជឿមែនហើយខ្ញុំគិតថាម៉ាក់គ្រាន់តែលើកទឹកចិត្តខ្ញុំអញ្ចឹងណាដល់ពេលហើយបន្ទាប់មកអត់បានយូរប៉ុន្មានហងអ្នកគ្រូគាត់ខ្ញុំទៅធ្វើប៉ាសពតហើយពេលធ្វើប៉ាសពតហ្នឹងខ្ញុំគិតថាហើយខ្ញុំអ្នកគ្រាន់ហ្នឹងបានធ្វើប៉ាសពតដែរហើយពេលហ្នឹងខ្ញុំអត់ជឿហ្មងមានអារម្មណ៍ថាដូចការយល់សពមួយអញ្ចឹងហើយដូចយើងដូចយល់សពអញ្ចឹងក៏ដូចខ្លួនឯងចេះឈឺមិនយល់សពទេហើយឥឡូវហ្នឹងបន្ទាប់មកពេលបងនាំទៅធ្វើវីសាគាត់ថាខ្លួនអាចជាប់ពេលយើងអ្នកក្រយើងអត់មានលុយតម្កល់ដូចគេធម្មតាប្រទេសស្វីសជាប្រទេសអ្នកមានខ្លាំងហើយវាធ្វើដំណើរឆ្ងាយហើយពេលហ្នឹងប្រទេសស្វីសចិត្តខ្លាំងមែនតើហើយពេលបានវីសាហើយម៉ាក់ថាកូនរៀបក្អាចដល់ថ្ងៃទៅហើយវាចេះម៉ាក់ដូចយល់សពអញ្ចឹងម៉ាក់ហើយដល់ពេលហ្នឹងមែនពេលដែលជីកប៉ាហោះហ្នឹងពេលជីកពេលហើយបានមកដល់ពលានយន្តហោះដល់ពលានយន្តហោះហើយជីកប៉ាហោះបន្ទាប់មកវាត្រូវទៅវៀតណាមហើយត្រូវមកវិញបន្ទាប់មកបងថាចាអូនយើងមកដល់អីគេកម្ពុជាវិញចាបងក៏ហាក់ខ្ញុំអីគាត់ថាអត់បានទៅទេដល់ពេលហើយបន្ទាប់មកបានពេលមកដល់ប្រទេសស្វីសមកដល់ពលានយន្តហោះដល់ប្រទេសស្វីសបានលោកតាក្លូតទៅយកឲ្យមកដល់ផ្ទះគាត់ហើយពេលដែលឃើញឈីដំបងនឹងគេញ៉ាំមិនទេហើយមកហូបគេហ្នឹងក៏រៀងបាក់ញ៉ាំដែរតែអត់អីញ៉ាំបានហើយទេសភាពនៅប្រទេសស្វីសពិតជាស្អាតខ្លាំងមែនតើហើយខ្ញុំមិនដែលគិតថាខ្ញុំមានសំណាងមកដល់ប្រទេសស្វីសទេហើយឥឡូវហ្នឹងគូសូមអរគុណដល់អ្នកម៉ាក់ដែលបានលើកទឹកចិត្តឲ្យកូនបានមកដល់ប្រទេសស្វីសហើយកូននឹងខិតខំធ្វើជាក្មេងល្អបន្តទៀតព្រោះថាពីមុនមកម៉ាក់ខ្ញុំក៏ឲ្យខ្ញុំរៀនទេឲ្យខ្ញុំឈប់ដើម្បីមើលប្អូនហើយឥឡូវនេះខ្ញុំបានម៉ាក់បានរំពេញក្តីស្រមៃរបស់ខ្ញុំហើយជួយខ្ញុំពិតជាធ្វើជាខ្លាំងមែនទែនហើយសូមអរគុណដល់បងប្អូនអរគ្នាដែលតែងតែជួយដល់អង្គការហើយថ្ងៃហ្នឹងខ្ញុំនៅប្រទេសស្វីសថ្ងៃចុងក្រោយហើយស្អែកឡើងបន្តដំណើរទៅប្រទេសបារាំងទៀតអរគុណ